ហេតុអ្វីចាំបាច់អភិវឌ្ឍខ្លួនជាប្រចាំថ្ងៃការអភិវឌ្ឍខ្លួនជាប្រចាំថ្ងៃគឺចាំបាច់ណាស់ព្រោះវាជួយឲ្យយើងអាចសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរនិងឈានទៅមុខក្នុងជីវិតមិនមែនជារឿងនៅនឹងកន្លែងទេដូច្នេះប្រសិនបើយើងមិនអភិវឌ្ឍខ្លួនទេយើងនឹងត្រូវគេបោះបង់ចោលនេះជាមូលហេតុសំខាន់មួយចំនួនដែលយើងគួរអភិវឌ្ឍជាប្រចាំ1សម្រេចបាននៅគោលដៅការអភិវឌ្ឍខ្លួនជួយឲ្យយើងកំណត់គោលដៅច្បាស់លាស់និងបង្កើតផែនការដើម្បីសម្រេចបានវាតាមរយៈការរៀនសូត្រនិងអនុវត្តជាប្រចាំយើងនឹងទទួលបានចំណេះដឹងនិងជំនាញថ្មីដែលជួយយើងបោះជំហានទៅមុខកាន់តែរហ័ស2បង្កើនទំនុកចិត្តនៅពេលដែលយើងដឹងថាខ្លួនយើងកំពុងអភិវឌ្ឍនិងរីកចម្រើនយើងនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯងហើយមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនទំនុកចិត្តនេះនឹងជួយឲ្យយើងហ៊ានប្រឈមមុខនឹងបញ្ហាថ្មីដោយមិនខ្លាច3ពង្រឹងទំនាក់ទំនងការអភិវឌ្ឍខ្លួនមិនមែនមានតែការរៀនសូត្រពីវិជ្ជាជីវៈនោះទេគឺរួមបញ្ចូលទាំងការអភិវឌ្ឍជំនាញទន់ដូចជាជំនាញទំនាក់ទំនងនិងការយល់ដឹងពីអារម្មណ៍អ្នកដទៃជំនាញទាំងនេះជួយឲ្យយើងកសាងទំនាក់ទំនងល្អជាមួយក្រុមគ្រួសារមិត្តភ័ក្តិនិងមិត្តរួមការងារ4កាត់បន្ថយ stress នៅពេលយើងមានជំនាញគ្រប់គ្រងដើម្បីដោះស្រាយបញ្ហានិងបញ្ហាប្រឈមក្នុងជីវិតយើងនឹងមានអារម្មណ៍ធូរស្រាលនិងមិនសូវមាន stress ការអភិវឌ្ឍខ្លួនជួយឲ្យយើងរៀបចំផែនការនិងដោះស្រាយស្ថានភាពលំបាកបានយ៉ាងល្អ5ស្វែងរកក្តីសុខក្នុងជីវិតការអភិវឌ្ឍខ្លួនជួយឲ្យយើងស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ថាអ្វីដែលយើងចង់បានពិតប្រាកដនិងអ្វីដែលធ្វើឲ្យយើងរីករាយនៅពេលយើងមានភាពរីកចម្រើនជីវិតក៏មានន័យហើយយើងនឹងអាចស្វែងរកសុភមង្គលក្នុងជីវិតបានសរុបសេចក្តីមកការអភិវឌ្ឍខ្លួនជាប្រចាំថ្ងៃគឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់អនាគតរបស់យើងដូច្នេះតើអ្នកមានគម្រោងអភិវឌ្ឍខ្លួនអ្វីខ្លះក្នុងថ្ងៃស្អែកសំណួរសួរថាតើការអភិវឌ្ឍខ្លួនពិតជាសំខាន់ដែរឬទេពិតប្រាកដណាស់ការអភិវឌ្ឍខ្លួនគឺពិតជាសំខាន់ខ្លាំងណាស់ព្រោះវាជាមូលដ្ឋានគ្រឹះក្នុងការឈានទៅរកជីវិតជោគជ័យនិងមានសុភមង្គលវាមិនមែនជាជម្រើសទេតែវាជាការចាំបាច់សម្រាប់មនុស្សគ្រប់រូបខាងក្រោមនេះជាហេតុផលមួយចំនួនដែលបញ្ជាក់ថាហេតុអ្វីបានជាការអភិវឌ្ឍខ្លួនពិតជាសំខាន់1ជួយឲ្យសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរពិភពលោកបច្ចុប្បន្នមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទាំងបច្ចេកវិទ្យាចំណេះដឹងនិងសង្គមប្រសិនបើយើងមិនអភិវឌ្ឍខ្លួនទេយើងនឹងត្រូវគេបោះបង់ចោលដូចនេះការរៀនសូត្រនិងអភិវឌ្ឍខ្លួនជាប្រចាំជួយឲ្យយើងមានសមត្ថភាពអាចសម្របខ្លួននិងប្រកួតប្រជែងជាមួយអ្នកដទៃបាន2បង្កើនទំនុកចិត្តលើខ្លួនឯងនៅពេលដែលយើងចេះនិងដឹងកាន់តែច្រើនយើងក៏នឹងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងទំនុកចិត្តនេះធ្វើឲ្យយើងហ៊ានប្រឈមមុខនឹងបញ្ហាថ្មីហ៊ានចាប់យកឱកាសមិនខ្លាចបរាជ័យវាក៏ជួយឲ្យយើងមានភាពរឹងមាំផ្លូវកាយនិងផ្លូវចិត្តផងដែរ3ជួយឲ្យសម្រេចគោលដៅជីវិតការអភិវឌ្ឍខ្លួនជួយឲ្យយើងកំណត់គោលដៅច្បាស់លាស់និងបង្កើតផែនការដើម្បីសម្រេចបានវាផ្ដល់ឲ្យយើងនូវជំនាញនិងចំណេះដឹងចាំបាច់ដើម្បីបោះជំហានបន្តិចម្ដងឆ្ពោះទៅកាន់គោលដៅដែលបានគ្រោងទុក4ពង្រឹងទំនាក់ទំនងសង្គមការអភិវឌ្ឍខ្លួនមិនមែនផ្ដោតតែលើការងារនោះទេតែវាក៏រួមបញ្ចូលទាំងការអភិវឌ្ឍជំនាញទន់ដូចជាជំនាញទំនាក់ទំនងភាពជាអ្នកដឹកនាំនិងការយល់ចិត្តអ្នកដទៃជំនាញទាំងនេះជួយឲ្យយើងសាងទំនាក់ទំនងល្អជាមួយក្រុមគ្រួសារមិត្តភ័ក្តិនិងមិត្តរួមការងារ5រស់នៅប្រកបដោយអត្ថន័យការអភិវឌ្ឍខ្លួនជួយឲ្យយើងស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ថាអ្វីដែលយើងពិតជាចង់បានក្នុងជីវិតនិងអ្វីដែលធ្វើឲ្យយើងសប្បាយចិត្តនៅពេលដែលមានភាពរីកចម្រើនយើងក៏មានអារម្មណ៍ថាជីវិតមានន័យនិងពោរពេញទៅដោយក្តីសង្ឃឹមដូច្នេះការអភិវឌ្ឍខ្លួនពិតជាសំខាន់និងចាំបាច់ណាស់សម្រាប់ជីវិតរបស់មនុស្សម្នាក់ប្រសិនបើអ្នកចង់មានជីវិតប្រសើរជាងមុនការចាប់ផ្ដើមអភិវឌ្ឍខ្លួនគឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់អនាគតរបស់អ្នកតើអ្នកយល់ថាការអភិវឌ្ឍខ្លួនក្នុងទិដ្ឋភាពណាដែលសំខាន់បំផុតសម្រាប់អ្នកសំណួរសួរបន្ថែមទៀតថាតើមានវិធីសាស្ត្របែបណា
ដើម្បីអភិវឌ្ឍខ្លួនមានប្រសិទ្ធភាពវិធីសាស្ត្រអភិវឌ្ឍខ្លួនប្រកបដោយប្រសិទ្ធភាពការអភិវឌ្ឍខ្លួនមិនមែនជាការងារមួយថ្ងៃនោះទេវាទាមទារនូវភាពទៀងទាត់និងផែនការច្បាស់លាស់ដើម្បីឲ្យការអភិវឌ្ឍខ្លួនមានប្រសិទ្ធភាពខ្ពស់អ្នកអាចអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោម 1. កំណត់គោលដៅច្បាស់លាស់មុននឹងចាប់ផ្ដើមអភិវឌ្ឍខ្លួនអ្នកត្រូវសួរខ្លួនឯងថាតើខ្ញុំចង់ដល់ចំណុចណាការកំណត់គោលដៅជាក់លាក់ជួយឲ្យអ្នកដឹងថាអ្នកត្រូវអភិវឌ្ឍលើជំនាញឬចំណេះដឹងអ្វីខ្លះឧទាហរណ៍ចំណុចទី1ជំនួសឲ្យការនិយាយថាខ្ញុំចង់ក្លាយជាមនុស្សឆ្លាតចំណុចទី2គួរនិយាយថាខ្ញុំចង់អានសៀវភៅមួយក្បាលក្នុងមួយខែដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ 2. រៀបចំផែនការសកម្មភាពនៅពេលមានគោលដៅហើយសូមបំបែកវាជាជំហានតូចៗដែលអាចអនុវត្តបានផែនការនេះនឹងធ្វើឲ្យកំណើនការអភិវឌ្ឍខ្លួនរបស់អ្នកមានរបៀបរៀបរយនិងអាចវាស់វែងបានឧទាហរណ៍ប្រសិនបើគោលដៅរបស់អ្នកគឺរៀនភាសាអង់គ្លេសសូមរៀបចំផែនការដូចជាចំណុចទី1រៀងរាល់ព្រឹករៀនពាក្យថ្មី5ពាក្យចំណុចទី2រៀងរាល់ថ្ងៃត្រង់ស្ដាប់ podcast ភាសាអង់គ្លេស15នាទីចំណុចទី3រៀងរាល់ល្ងាចមើលវីដេអូឬខ្សែភាពយន្តដោយមានចំណងជើងរងជាភាសាអង់គ្លេស 3. រៀនសូត្រឥតឈប់ឈរការរៀនសូត្រមិនមែនមានតែនៅក្នុងសាលារៀនទេអ្នកអាចបង្កើនចំណេះដឹងតាមរយៈចំណុចទី1ការអានសៀវភៅដែលពាក់ព័ន្ធនឹងជំនាញដែលអ្នកចង់អភិវឌ្ឍចំណុចទី2ចូលរួមវគ្គសិក្សារកវគ្គសិក្សាតាមអនឡាញឬដោយផ្ទាល់ដែលពាក់ព័ន្ធនឹងចំណាប់អារម្មណ៍របស់អ្នកចំណុចទី3ស្ដាប់ podcast ដើម្បីបង្កើនចំណេះដឹងពេលធ្វើដំណើរចំណុចទី4ការតាមដានអ្នកជំនាញដែលអ្នកគោរពនិងរៀនសូត្រពីបទពិសោធន៍របស់ពួកគេ 4. ស្វែងរកមតិកែលម្អកុំខ្លាចក្នុងការសុំមតិកែលម្អពីអ្នកដទៃវានឹងជួយឲ្យអ្នកមើលឃើញចំណុចខ្វះខាតនិងចំណុចខ្លាំងរបស់អ្នកចំណុចទី1សួរមិត្តភ័ក្តិឬគ្រូបង្រៀនឬចៅហ្វាយរបស់អ្នកថាតើខ្ញុំគួរកែលម្អអ្វីខ្លះ 5. អភិវឌ្ឍជំនាញទន់ក្រៅពីជំនាញរឹង hard skill ការអភិវឌ្ឍជំនាញទន់ soft skill ក៏សំខាន់ដូចគ្នាចំណុចទី1ជំនាញទំនាក់ទំនងព្យាយាមស្ដាប់អ្នកដទៃឲ្យបានច្រើននិងបង្ហាញគំនិតរបស់អ្នកឲ្យបានច្បាស់លាស់ចំណុចទី2ការគ្រប់គ្រងពេលវេលារៀនប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាពតាមរយៈការប្រើប្រាស់បញ្ជីការងារត្រូវធ្វើឬកម្មវិធីផ្សេងចំណុចទី3ភាពជាអ្នកដឹកនាំចូលរួមក្នុងគម្រោងដែលតម្រូវឲ្យអ្នកធ្វើការជាក្រុម 5. កុំភ្លេចថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តការអភិវឌ្ឍខ្លួនមិនមែនមានតែការរៀនសូត្រនោះទេប្រសិនបើសុខភាពរបស់អ្នកមិនល្អអ្នកនឹងមិនអាចអនុវត្តផែនការរបស់អ្នកបានទេដូច្នេះសូមចំណុចទី1ហាត់ប្រាណជាប្រចាំចំណុចទី2គេងឲ្យបានគ្រប់គ្រាន់ចំណុចទី3រកពេលវេលាសម្រាកលំហែការអភិវឌ្ឍខ្លួនគឺជាដំណើរការមួយដ៏វែងឆ្ងាយសូមអត់ធ្មត់ជាមួយខ្លួនឯងហើយកុំបោះបង់ចោលនៅពាក់កណ្ដាលទីរាល់ការបោះជំហានតូចគឺជួយឲ្យអ្នកឈានទៅមុខដ៏ធំមួយនៅពេលអនាគតអត្ថបទនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណប្រិយមិត្តដែលតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើប្រិយមិត្តចង់ទទួលបានវីដេអូអភិវឌ្ឍខ្លួនការលើកទឹកចិត្តនិងចំណេះដឹងថ្មីជាបន្តទៀតសូមប្រិយមិត្តចុចពាក្យ Subscribe និងចុចសញ្ញាកណ្ដឹងលោកអ្នកនឹងទទួលបាន Notification ពី Channel របស់យើងខ្ញុំនៅវីដេអូថ្មីជាបន្តសូមអរគុណ